អ្នកបម្រើ30អ្នកត្រូវចូលលើក្នុងគោជារៀងរាល់ថ្ងៃនៅខាងក្រោមគឺជាវាលស្មៅដែលពោពេញទៅដោយដែកគោប្រសិនបើមិនប្រយ័ត្នហើយបាត់បង់លំនឹងធ្លាក់ចុះទៅនោះនឹងត្រូវដែកគោចាក់ទម្លុះរាងកាយមិនខានចំណែកឯខ្ញុំវិញបានព្យាយាមទប់លំនឹងខ្លួនឯងយ៉ាងជាប់ដើម្បីរក្សារាងកាយឲ្យមានលំនឹងស្មើគ្នាជាមួយគោប៉ុន្តែគោនោះរត់កាន់តែលឿនទៅទីបំផុតអ្នកបម្រើផ្សេងទៀតសុទ្ធតែបរាជ័យមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតដោយសារហេតុនេះខ្ញុំក៏ត្រូវបានជ្រើសរើសជាអ្នកបម្រើកំដរគ្រែរបស់លោកម្ចាស់ហើយត្រូវបានបញ្ជូនចូលទៅក្នុងដំណាក់ប៉ុន្តែនៅខែដំបូងនៃការចូលទៅក្នុងដំណាក់អ្នកនាងម្ចាស់បានហាមឃាត់ខ្ញុំយ៉ាងតឹងរ៉ឹងមិនឲ្យចូលទៅជិតលោកម្ចាស់សូម្បីតែមួយជំហានខ្ញុំស្ដាប់បង្គាប់នឹងនៅត្រឹមត្រូវតាមទូនីតិក្នុងចិត្តខ្ញុំដឹងច្បាស់ថាឱកាសគឺត្រូវរងចាំមិនអាចប្រញាប់ប្រញាល់បានទេពេលវេលាចេះតែកន្លងផុតទៅអស់កន្លះឆ្នាំអ្នកនាងម្ចាស់នៅតែមិនមានទេពូសោះនាងបានលួចអញ្ជើញគ្រូពេទ្យមកពិនិត្យទើបដឹងថាខ្លួនឯងមានរាងកាយដែលមិនអាចមានកូនបានអ្នកនាងម្ចាស់គិតភ័យហើយចាប់ផ្ដើមស្វែងរកមនុស្សនៅក្នុងចំណោមអ្នកបម្រើដែលមកជាមួយនាងចង់ជ្រើសរើសមនុស្សម្នាក់ដែលងាយនឹងមានកូនហើយងាយស្រួលគ្រប់គ្រងដើម្បីបង្កើតកូនឲ្យលោកម្ចាស់ជំនួសនាងបន្ទាប់ពីមើលមួយជុំហើយនាងក៏បានជ្រើសរើសយកខ្ញុំអ្នកបម្រើផ្សេងទៀតក្នុងរយៈពេលកន្លះឆ្នាំនេះតែជាច្រើនសុទ្ធតែធ្លាប់លួចចោលកន្ទុយភ្នែកដាក់លោកម្ចាស់មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលឲ្យបោះសម្អាតក៏បោះសម្អាតឲ្យបិទទ្វារក៏បិទទ្វារស្ដាប់បង្គាប់ដូចជាមនុស្សល្ងងថ្ងៃនេះអ្នកនាងម្ចាស់បានឲ្យអ្នកផ្សេងចេញទៅអស់ដោយទុកឲ្យខ្ញុំលុតជង្គង់នៅចំពោះមុខនាងតែម្នាក់ឯងនាងបានគ្រាខ្ញុំឲ្យក្រោកឡើងដោយទឹកដុំសម្លេងហាក់ដូចជាអស់ជម្រើសតងជាខ្ញុំមានរឿងមួយចង់ពឹងពាក់នាងខ្ញុំអន់ក្បាលចុះដោយក្តីភិតភ័យជីវិតរបស់ខ្ញុំម្ចាស់គឺអ្នកនាងម្ចាស់ជាអ្នកដល់ឲ្យទោះបីជាត្រូវឡើងក្នុងដាវឬចុះសមុទ្រភ្លើងក៏ដោយក៏ខ្ញុំម្ចាស់មិនខ្លាចស្លាប់ដែរអ្នកនាងម្ចាស់ញឹមដោយពេញចិត្តរួចដកដង្ហើមធំហើយនិយាយថាប្រសិនបើមិនមែនជាករណីចាំបាច់បំផុតទេខ្ញុំក៏មិនចង់ធ្វើបាបនាងដែរខ្ញុំចង់ឲ្យនាងធ្វើជាអ្នកបម្រើកំដរគ្រែរបស់លោកម្ចាស់ដើម្បីឆាប់មានកូនអ្នកបម្រើកំដរគ្រែសូម្បីតែឋានៈជាអនុភរិយាក៏គ្មានផងប៉ុន្តែនេះគឺជាជំហានដំបូងរបស់ខ្ញុំក្នុងការឈានទៅរកអំណាចបើនាងមិនផ្ដល់ឋានៈឲ្យទេខ្ញុំក៏អាចរកវាដោយខ្លួនឯងបានដែរខ្ញុំងើបមុខឡើងក្នុងភ្នែកពោពេញទៅដោយភាពតូចចិត្តនិងរង្វង់ភ្នែកឡើងក្រហមអ្នកនាងម្ចាស់លែងត្រូវការខ្ញុំម្ចាស់ហើយមែនទេខ្ញុំម្ចាស់គ្រាន់តែចង់បម្រើអ្នកនាងមួយជីវិតមិនចង់ចាក់ចេញពីក្បែរអ្នកនាងឡើយអ្នកនាងម្ចាស់បានបន្ធូរការប្រុងប្រយ័ត្នហើយទះដៃខ្ញុំថ្នមដើម្បីលួងលោមក្មេងល្ងងនាងនៅតែបន្តនៅបម្រើក្បែរខ្លួនខ្ញុំដែរកូនរបស់នាងកើតមកនឹងត្រូវចិញ្ចឹមនៅក្រោមការមើលថែរបស់ខ្ញុំចាត់ទុកថាជាកូនរបស់ខ្ញុំនៅតែបង្ហាញទឹកមុខពិបាកចិត្តលោកម្ចាស់គឺជាស្វាមីរបស់អ្នកនាងម្ចាស់ខ្ញុំម្ចាស់មិនអាចធ្វើរឿងដែលខុសចំពោះអ្នកនាងបានទេអ្នកនាងម្ចាស់ចាប់ផ្ដើមអស់ភាពអត់ធ្មត់ហើយសម្ដីក៏ប្រែជាតឹងតែងឡើងនេះជារឿងដែលខ្ញុំបានសម្រេចចិត្តហើយយប់នេះនាងត្រូវទៅបម្រើលោកម្ចាស់ឃើញបែបនេះខ្ញុំក៏ប្រញាប់ក្រាបក្បាលយល់ព្រមខ្ញុំម្ចាស់ទទួលបញ្ជាអ្នកនាងម្ចាស់បានបំពាក់ស្នៀតសក់មាសឲ្យខ្ញុំដោយផ្ទាល់ដៃហើយញឹមសរសើរខ្ញុំពិតជាក្មេងល្អមែននៅយប់នោះខ្ញុំត្រូវបានសម្អាតខ្លួនយ៉ាងស្អាតបាតហើយបញ្ជូនចូលទៅក្នុងបន្ទប់របស់លោកម្ចាស់ពេលដែលគម្រាមខ្លួននៅលើគ្រែដ៏ទន់ល្មើយការចងចាំពីជាតិមុនក៏បានហូរចូលមកយ៉ាងគំហុកជាតិមុនខ្ញុំពិតជាល្ងងខ្លៅណាស់ខ្ញុំបានចាត់ទុកសម្ដីរបស់អ្នកនាងម្ចាស់ជាច្បាប់ខ្ញុំពិតជាគិតថានាងល្អចំពោះខ្ញុំខ្លាំងណាស់ពេលដឹងថាត្រូវបង្កើតកូនឲ្យលោកម្ចាស់ជំនួសនាងខ្ញុំក៏យល់ព្រមដោយមិនស្ទាក់ស្ទើរប៉ុន្តែពេលខ្ញុំពួរ10ខែហើយទើបតែសម្រាលបានកូនប្រុសម្នាក់អ្នកនាងម្ចាស់ក៏បានយកថ្នាំពីស្មោកមួយដបហើយបញ្ចប់ជីវិតរបស់ខ្ញុំបន្ទាប់ពីខ្ញុំស្លាប់វិញ្ញាណរបស់ខ្ញុំបានរសាត់អន្តែតនៅលើដំណាក់ហើយមើលឃើញតបភ្នែកថាកូនប្រុសរបស់ខ្ញុំហើយនាងថាជាម្ដាយអ្នកនាងម្ចាស់ថែមទាំងធ្វើពុតជាជូតទឹកភ្នែកទៀតផងព្រះនាងដំបងឡើយប្រព្រឹត្តចំពោះនាងយ៉ាងល្អប៉ុន្តែក្រោយមកមានគ្រូពេទ្យទេវតាម្នាក់បានព្យាបាលជំងឺមិនអាចមានកូនរបស់នាងជាសះស្បើយនាងមានកូនប្រុសបង្កើតរបស់ខ្លួនឯងកូនរបស់ខ្ញុំក៏ក្លាយជាបន្លាក្នុងភ្នែករបស់នាងនៅថ្ងៃដ៏ស្រស់បំព្រងមួយកូនប្រុសរបស់ខ្ញុំត្រូវបានគេទាត់ទម្លាក់ចូលក្នុងបឹងដោយគ្មានមូលហេតុលងទឹកស្លាប់ហើយឪពុកម្ដាយរបស់ខ្ញុំក៏មិនអាចគេចផុតពីដៃដ៏ឃោរឃៅរបស់នាងដែរត្រូវបាននាងកំចាត់ចោលទាំងពូជខ្ញុំមានកំហឹងយ៉ាងខ្លាំងនឹកស្មានមិនដល់ថាបានការជាថ្មីត្រឡប់ទៅមុនពេលព្រះនាងរៀបការខ្ញុំសង្កត់ចិត្តដែលពោពេញដោយការស្អប់ខ្ពើមបន្តដើរតួជាអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់នោះតាមព្រះនាងចូលទៅក្នុងដំណាក់របស់ព្រះអង្គម្ចាស់ចិនអ្វីដែលខ្ញុំរងចាំគឺឱកាសនៅយប់នេះខ្ញុំចង់ក្លាយជាស្ត្រីរបស់ព្រះអង្គម្ចាស់មានតែវិធីនេះទេទើបមានសមត្ថភាពទល់នឹងព្រះនាងបានទើបអាចសងសឹកឲ្យកូននិងឪពុកម្ដាយដែលស្លាប់យ៉ាងវេទនារបស់ខ្ញុំបានទ្វារត្រូវបានរុញបើកទូប៊ីឈិនបានដើរចូលមកទ្រង់បានបើកក្រណាត់សូត្រពណ៌ក្រហមដែលគ្រប់លើខ្លួនខ្ញុំងើបភ្នែកសម្លឹងមើលទ្រង់ចិញ្ចាំដូចដាវភ្នែកដូចផ្កាយភ្នែកដ៏ស្រស់ស្អាតដូចកន្លះភ្លើងពិតជាបុរសសង្ហាគ្មានគូប្រៀបមែនទ្រង់ឃើញថាខ្ញុំហ៊ានសម្លឹងមើលទ្រង់ចំក៏នឹងចិញ្ចាំហើយចាប់អារម្មណ៍នាងហ៊ានសម្លឹងមើលយើងតាមមិនខ្លាចយើងទេសម្លេងរបស់ខ្ញុំទន់ភ្លន់លីលំដោយការគោរពបូជាព្រះអង្គម្ចាស់គឺជាទេវតាសង្គ្រាមការពារប្រជារាស្ត្រខ្ញុំម្ចាស់គោរពទ្រង់មិនខ្លាចទ្រង់ទេទូប៊ីឈិនដឹកនាំទ័ពធ្វើសង្គ្រាមជាច្រើនឆ្នាំចូលចិត្តស្ដាប់អ្នកដទៃសរសើរពីស្នាដៃធ្វើសឹករបស់ទ្រង់បំផុតទ្រង់ត្រូវបានខ្ញុំលួងលោមឲ្យសើចយ៉ាងសប្បាយរីករាយនឹកស្មានមិនដល់ថានៅក្បែរព្រះនាងមានអ្នកបម្រើដែលពូកែនិយាយស្ដីដូចជានាងខ្ញុំលូកដៃទៅទាញដៃអោរបស់ទ្រង់ខ្សែភ្នែកពោពេញដោយភាពតាក់ទាញព្រះអង្គម្ចាស់ខ្ញុំម្ចាស់នៅមានកន្លែងពិសេសជាងនេះទៀតតើទ្រង់ចង់សាកល្បងទេភ្នែករបស់ហ៊ូប៊ីឈិនប្រែជាស្រទន់ភ្លាមយប់នេះខ្ញុំព្យាយាមអស់ពីសមត្ថភាពដើម្បីនៅក្បែរទ្រង់ខុសប្លែកពីខ្ញុំដែលរឹងកំព្រឹសការពីជាតិមុនដាច់ស្រឡះថ្ងៃបន្ទាប់ព្រះនាងដឹងថាខ្ញុំបាននៅជាមួយព្រះអង្គម្ចាស់ពេញមួយយប់ខឹងរហូតដល់ញ័រខ្លួននាងចង្អុលមុខខ្ញុំហើយជឿស្ដីស្រីថោកទាបឯងហ៊ានមិនខ្វល់ពីសុខភាពព្រះអង្គម្ចាស់គ្មានភាពខ្មាស់អៀនសោះខ្ញុំលុតជង្គង់លើដីអង្គក្បាលចុះយ៉ាងទាប
ប៉ុន្តែសម្ដីពោពេញដោយភាពស្មោះត្រង់ព្រះនាងខ្ញុំម្ចាស់ធ្វើដើម្បីល្អចំពោះទ្រង់ខ្ញុំម្ចាស់គិតថាចង់ឆាប់មានកូនរបស់ព្រះអង្គម្ចាស់នោះនឹងអាចនៅឆ្ងាយពីព្រះអង្គម្ចាស់ឲ្យទ្រង់និងព្រះអង្គម្ចាស់ត្រូវរើគ្នាវិញនិងស្រឡាញ់គ្នាដោយគ្មានមន្ទិលកំហឹងរបស់ព្រះនាងក៏លាយបាត់អស់មួយភាគធំភ្លាមនាងដើមឡើយសង្ស័យថាខ្ញុំមានគំនិតមិនល្អពេលលើពាក្យនេះក៏ចាត់ទុកខ្ញុំជាមនុស្សងងដែលស្មោះត្រង់នឹងនាងប្រព័ន្ធវាយបករបស់តួអង្គរងត្រូវបានភ្ជាប់ដោយជោគជ័យម្ចាស់ផ្ទះតុងជឿបំពេញបេសកកម្មផ្ទះកំភ្លៀងវ៉ាងហ្វេមួយដៃនិងទទួលបានរង្វាន់ឧបករណ៍ដ៏មានតម្លៃគឺវិជាអានចិត្តខ្ញុំភ្ញាក់ផ្អើលក្នុងចិត្តងាកមើលជុំវិញសម្លេងនេះមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលលីប្រព័ន្ធវាយបកតួអង្គរងវិជាអានចិត្តខ្ញុំសម្លឹងមើលវ៉ាងហ្វេដែលកំពុងតែមានអំណាចនៅចំពោះមុខក្នុងចិត្តក៏មានគំនិតភ្លាមខ្ញុំចាប់ដៃនាងយ៉ាងខ្លាំងទាញមកផ្ទះមុខខ្លួនឯងព្រមទាំងយំស្រែកថាសុទ្ធតែជាកំហុសរបស់ខ្ញុំម្ចាស់ដែលធ្វើឲ្យវ៉ាងហ្វេខឹងខ្ញុំម្ចាស់សំតែស្លាប់វ៉ាងហ្វេភ័យភ្ញាក់ហើយខំប្រឹងរើបំរះពួកអ្នកបម្រើនៅជុំវិញឃើញដូច្នោះក៏នាំគ្នាចូលមកទាញចេញក្នុងពេលច្របូកច្របល់ខ្ញុំរកឱកាសល្អផ្ទះកំភ្លៀងវ៉ាងហ្វេមួយដៃយ៉ាងខ្លាំងគ្មាននរណាម្នាក់ឃើញថាជាដៃរបស់ខ្ញុំទេគ្រប់គ្នាស្មានថាវ៉ាងហ្វេខឹងខ្លាំងពេកក៏ចោះដៃវាខ្ញុំសូម្បីតែវ៉ាងហ្វេខ្លួនឯងក៏ស្មានថាខ្លួនឯងផ្លាត់ដៃវាខុសត្រូវខ្ញុំដែរនាងសម្លឹងមើលខ្ញុំដោយកែវភ្នែកមើលងាយហាក់ដូចជាកំពុងមើលក្លុកកំ pl ាញមួយគឺស្រីល្ងងនៅមិនឆាប់ថយចេញទៅទៀតឆ្លងកាត់រឿងនេះវ៉ាងហ្វេបានបោះបង់ការប្រុងប្រយ័ត្នចំពោះខ្ញុំទាំងស្រុងដោយចាត់ទុកខ្ញុំគ្រាន់តែជាមនុស្សល្ងងខ្លៅម្នាក់រឿងនេះបានរំដោះត្រជាអ៊ូប៉េឆិនធ្វើឲ្យគេកាន់តែជឿជាក់លើគំនិតខ្លួនឯងថាក្មេងស្រីតុងជឿនេះពិតជាស្រឡាញ់វ៉ាងហ្វេខ្លាំងណាស់ពួកអ្នកបម្រើក្នុងភូមិគ្រីក៏នាំគ្នានិយាយគ្នាថាខ្ញុំជាមនុស្សស្មោះត្រង់លើកដំកើងវ៉ាងហ្វេរាល់ថ្ងៃមិនឲ្យអ្នកណាថាអាក្រក់ពីនាងសំបីមួយម៉ាត់សំបីតែអុជធូបសំពះព្រះក៏បួងសួងសុំឲ្យតែវ៉ាងហ្វេបានសុខសប្បាយទីងបេសកកម្មបានបញ្ចប់កំពុងចែករង្វាន់សូមម្ចាស់ផ្ទះជ្រើសរើសប្រភេទនៃការអានចិត្តខ្ញុំស្រឡាំងកាំងបន្តិចមិននឹកស្មានថាការអានចិត្តមានបែងចែកប្រភេទដែរប្រព័ន្ធផ្ដល់ជំរឿនពីរប្រភេទទី1គឺអានចិត្តគោលដៅដែលបានកំណត់ម្ចាស់ផ្ទះអាចបញ្ជាខ្លឹមសារនៃការអានចិត្តប្រភេទមួយទៀតគឺអានគំនិតពិតរបស់គោលដៅដែលបានកំណត់ខ្ញុំស្ទើរតែមិនស្ទាក់ស្ទើរក៏ជ្រើសរើសយកប្រភេទទី1ការបញ្ជាខ្លឹមសារនៃការអានចិត្តវាមានប្រយោជន៍ជាងការអានគំនិតដោយអកម្មទៅទៀតសូមម្ចាស់ផ្ទះកំណត់គោលដៅក៏ខ្ញុំនឹកក្នុងចិត្តថាអ៊ូប៉េឆិនក៏ការជ្រើសរើសបានជោគជ័យសំឡេងប្រព័ន្ធទើបតែបាត់ទៅទ្វារដំណាក់ក៏ត្រូវបានរុញបើកអ៊ូប៉េឆិនដើរចូលមកយ៉ាងលឿនគេឃើញខ្ញុំស្លៀកពាក់ស្ដាងក៏ចង់ចិញ្ចើមបន្តិចដោះអាវធំរបស់ខ្លួនមកដណ្ដប់ឲ្យខ្ញុំមិនហ្នឹងមិនស្លៀកពាក់ឲ្យក្រាស់បន្តិចប្រយ័ត្នផ្ដាសាយខ្ញុំងើបភ្នែកមើលគេហើយឆ្លើយយ៉ាងទន់ភ្លន់ថាទើបតែរៀបចំចូលសម្រាប់មិនដឹងថាវ៉ាងយេនឹងមកក្នុងពេលជាមួយគ្នាខ្ញុំបញ្ជាខ្លឹមសារអានចិត្តក្នុងចិត្តយ៉ាងស្ងៀមស្ងាត់ថាខ្ញុំកំពុងរងចាំវ៉ាងយេនឹងណាអ៊ូប៉េឆិនស្រឡាំងកាំងបន្តិចសម្លឹងមើលខ្ញុំដោយឆ្ងល់តុងជឿនាងនិយាយអ្វីខ្ញុំធ្វើជាមិនដឹងរឿងក៏ខ្ញុំម្ចាស់និយាយថាទើបតែរៀបចំចូលសម្រាប់ខ្ញុំក៏បន្ថែមក្នុងចិត្តទៀតថាតើវ៉ាងយេត្រជាមិនស្រួលមែនទេអីចឹងយប់នេះមិនអាចហត់ពេកទេត្រូវតែសម្រាប់ឲ្យបានល្អទើបបានអ៊ូប៉េឆិនលើកនេះចាប់អារម្មណ៍ហើយគេអាចជឿសំឡេងចិត្តរបស់ខ្ញុំគេសួរដោយស្ទាបស្ទង់ថាតុងជឿឬថាថ្ងៃនេះនាងញ៉ាំអាហារបានច្រើនមែនទេខ្ញុំមកក្បាលអាកាសធាតុត្រជាក់ក៏ចង់ញ៉ាំអីខ្លះដើម្បីអាចនៅជាមួយវ៉ាងយេគេយប់មិញប្រយុទ្ធទឹកទី1ទី2ទី3ខ្ញុំម្ចាស់កុំញ៉ាំអាហារច្រើនដើម្បីយកកម្លាំងតែគួរឲ្យស្ដាយដែលត្រជាក់របស់លោកម្ចាស់មិនស្រួលយប់នេះប្រហែលជាអស់សំណាងហើយអ៊ូប៉េឆិនសម្លឹងមើលខ្ញុំដោយមានស្នាមញញឹមក្នុងភ្នែកទ្រង់លូកដៃមកអបខ្ញុំចូលក្នុងរង្វង់ដៃហើយសួរតិចថាតុងជឿតើឯងស្រឡាញ់ព្រះជាយាឬស្រឡាញ់យើងអាចជ្រើសរើសបានតែមួយប៉ុណ្ណោះខ្ញុំដាក់ភ្នែកចុះមិននិយាយស្ដីប៉ុន្តែក្នុងចិត្តចាប់ផ្ដើមសារភាពលោកម្ចាស់ខ្ញុំម្ចាស់ពេញចិត្តនឹងលោកស្រឡាញ់លោកខ្លាំងណាស់ប៉ុន្តែព្រះជាយាមានគុណលើខ្ញុំដូចជាឪពុកម្ដាយទី2ខ្ញុំម្ចាស់មិនអាចធ្វើបាបព្រះជាយាបានទេមានតែលាក់ទុកក្ដីស្រឡាញ់នេះក្នុងចិត្តប៉ុណ្ណោះអ៊ូប៉េឆិនស្ដាប់ឬសំឡេងក្នុងចិត្តរបស់ខ្ញុំហើយក៏លីងលងភ្នែកទ្រង់អបខ្ញុំយ៉ាងណែនហើយនិយាយដោយមើងមាត់ថាក្មេងល្ងងយើងនឹងការពារឯងជារៀងរហូតឯងស្លូតត្រង់បែបនេះសមនឹងទទួលបានអ្វីដែលល្អបំផុតខ្ញុំផ្អែកលើទ្រង់របស់ទ្រង់ជ្រុងមាត់នៅឡើងបន្តិចដោយមិនឲ្យគេចាប់អារម្មណ៍អ៊ូប៉េឆិនសុំទោសហើយចង់ឈ្នះខ្ញុំលោកនៅខ្ចីណាស់ក្ដីស្រឡាញ់របស់អ៊ូប៉េឆិនចំពោះខ្ញុំកាន់តែច្បាស់ឡើងអ្វីដែលព្រះជាយាមានទ្រង់ប្រកាសជាឲ្យខ្ញុំមួយចំណែកដែរអ្វីដែលព្រះជាយាគ្មានទ្រង់ក៏នឹងឲ្យខ្ញុំដាច់ដោយឡែកដែរទ្រង់ថែមទាំងបានរៀបចំដំណាក់មួយសម្រាប់ខ្ញុំដែលមានឈ្មោះថាស៊ូអេចាយការតុបតែងនៅក្នុងស៊ូអេចាយគឺប្រណិតបំផុតសុទ្ធតែជារបស់មានតម្លៃពេលព្រះជាយាដឹងរឿងនេះក៏ហៅខ្ញុំទៅជួបទ្រង់សម្លឹងមើលខ្ញុំដោយសម្ដីត្រជាក់ស្រេកតុងជឿយើងទុកពេលឲ្យឯងយូរណាស់ហើយហេតុអ្វីបានជាឯងនៅតែមិនមានផ្ទៃពោះទៀតទ្រង់បង្អាក់បន្តិចខ្សែភ្នែកសាហាវខូខើយើងទុកពេលឲ្យឯងមួយខែទៀតបើនៅតែមិនមានផ្ទៃពោះទេមិនបាច់នៅក្បែរលោកម្ចាស់ទៀតឡើយក្នុងចិត្តពោពេញដោយកំហឹងខ្ញុំចង់សងសឹកឲ្យអស់ពីសមត្ថភាពចង់បានជីវិតរបស់ព្រះនាងប៉ុន្តែខ្ញុំបែរជានិយាយថាខ្ញុំម្ចាស់គ្រាន់តែចង់ឲ្យព្រះនាងសប្បាយចិត្តចង់ឲ្យព្រះអង្គម្ចាស់និងព្រះនាងបាននៅជាមួយគ្នាយ៉ាងមានសុភមង្គលពូប៊ីចិនអបខ្ញុំយ៉ាងណែនដោយក្តីអាណិតក្មេងល្ងងឯងត្រូវគេលក់ហើយនៅជួយរាប់លុយឲ្យគេទៀតខ្ញុំរអ៊ូប្រកែកថាមិនមែនទេទ្រង់ថាផ្នះខ្ញុំហើយមានបន្ទូលយ៉ាងមើងម៉ាត់ខ្ញុំចង់ផ្ដល់ឋានៈឲ្យឯងតើឯងព្រមទេខ្ញុំធ្វើមុខពិបាកចិត្តហាក់ដូចជាទើសទាល់ខ្លាំងណាស់ប៉ុន្តែព្រះនាងនឹងមិនសប្បាយព្រះទេទឹកមុខរបស់ពូប៊ីចិនប្រែជាស្រអាប់សម្ដីបង្កប់ដោយការមិនពេញចិត្តនៅក្នុងចិត្តឯងតើយើងសំខាន់ឬក៏នាងសំខាន់ខ្ញុំខំបូមមាត់រហូតដល់ចេញឈាមក៏មិនព្រមឆ្លើយពូប៊ីចិនឃើញបែបនេះក៏ឈឺចិត្តយ៉ាងខ្លាំងទ្រង់អន់មកថាបូមមាត់ដែលហូរឈាមរបស់ខ្ញុំហើយមានបន្ទូលយ៉ាងទន់ភ្លន់ត្រង់ឆ្លើយប្រាប់យើងមកតើនរណាសំខាន់ជាងខ្ញុំងើបមុខមើលទ្រង់ក្នុងភ្នែកពោពេញដោយភាពស្ទាក់ស្ទើរព្រះនាងមានគុណលើខ្ញុំម្ចាស់គឺជាគ្រួសាររបស់ខ្ញុំម្ចាស់ចំណែកព្រះអង្គម្ចាស់គឺជាមនុស្សដែលខ្ញុំម្ចាស់ស្រឡាញ់ខ្ញុំម្ចាស់មិនអាចកាន់កាប់ទ្រង់បានទេបេសកកម្មតែមួយគត់របស់ខ្ញុំម្ចាស់គឺបង្កើតបុត្រជូនទ្រង់និងព្រះនាងពូប៊ីចិនអបខ្ញុំយ៉ាងណែនក្នុងភ្នែកពោពេញដោយក្តីអាណិតខ្ញុំដឹងថាការអាណិតស្រឡាញ់នេះមានទឹកខ្លះខ្លាំងខ្លះខ្ញុំមិនអាចប្រថុយទេបានត្រឹមតែដណ្ដើមយកដោយស្ងៀមស្ងាត់រហូតតតែក្នុងចិត្តទ្រង់មានតែខ្ញុំម្នាក់គត់ថ្ងៃបន្ទាប់ពូប៊ីចិនក៏ចេញបញ្ជាដំឡើងឋានៈខ្ញុំទៅជាស្នំឯកឋានៈស្នំឯកខ្ពស់ជាងស្នំធម្មតាមួយកម្រិតបើខ្ពស់ជាងនេះទៀតគឺឋានៈជាព្រះជាយារងហើយក្នុងដំណាក់ឆែនទាំងមូលឥឡូវនេះមានតែព្រះនាងម្នាក់គត់ជាព្រះជាយាឯកសូម្បីតែព្រះជាយារងក៏គ្មានដែរខ្ញុំគឺជាស្នំតែម្នាក់គត់នៅក្នុងដំណាក់
ហើយថែមទាំងឡើងឋានៈយ៉ាងលឿនពីអ្នកបម្រើធម្មតាម្នាក់ព្រះនាងខឹងយ៉ាងខ្លាំងបន្ទាប់ពីដឹងដំណឹងនេះនាងបានវាយគំទេចគ្រឿងប៉ូស្លែននិងគ្រឿងសង្ហារឹមមានតម្លៃនៅក្នុងបន្ទប់បំណែកប៉ូស្លែនបានមុតរហែកសម្លៀកបំពាក់របស់ខ្ញុំហើយមុតចូលក្នុងសាច់របស់ខ្ញុំឈឺរហូតដល់ញ័រខ្លួនប៉ុន្តែនៅតែខំថ្មីងសង្កត់ចិត្តលុតជង្គង់ដោយមិនបញ្ចេញសំឡេងមួយម៉ាត់ព្រះនាងលូកដៃមកចាប់ចង្កាខ្ញុំដៃធ្ងន់ស្ទើរតែបំបែកឆ្អឹងរបស់ខ្ញុំខ្សែភ្នែករបស់នាងសាហាវគប់ខៅស្រីបម្រើថោកទាបឯងយាងក្បត់យើងផងខ្ញុំប្រញាប់គ្រវីក្បាលសំឡេងលីឡំដោយការយំព្រះនាងខ្ញុំម្ចាស់មិនបានក្បត់ត្រង់ទេ